Alo Alo,ខ្ញុំឈ្មោះយ៉ាយ៉ាខ្ញុំមានតំងន់3ខែជាមួយប្តីរបស់នាងមកពីនាងហ្នឹងបានមកបែនមិនទទួលស្គាល់ខ្ញុំហើយនឹងកូនហេតុអីបានខ្ញុំត្រូវជឿសម្ដីនាងអូនាងមិនជឿមែនហ៎ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំរបស់នាងហើយនឹងប្តីនាងតើខ្ញុំនិយាយត្រូវអត់អូច្រឡំអត់មិញខ្ញុំបានខលទៅរកបងបែនដូចហើយខ្ញុំបានប្រាប់គាត់ថាខ្ញុំអត់ស្រួលខ្លួនខ្ញុំឈឺពោះអញ្ចឹងបងបែនថានឹងមកមើលថែខ្ញុំឆាប់ហ្នឹងពុតសម្លាញ់ថ្ងៃនេះបងរវល់ការងារនៅក្រុមហ៊ុនចឹងបងបានទៅអូនគេមុនបងហើយបងសុំទោសផងរកខួប7ឆ្នាំបងបានចូលរួមនាងចង់បានអីពីខ្ញុំក៏មិនចង់មានវាជាប្រពន្ធអីដែរមានតែស្រីល្ងងទេទៅជឿជាក់ថានៅលើโลกនេះមានស្នេហាស្មោះពិតខ្ញុំចង់បានតែលុយទេខ្ញុំអាចជួយដល់បងបែនណាចេញពីគេមរតកបានប៉ុន្តែពេលសម្រេចគម្រោងហ្នឹងខ្ញុំសុំត្រឹមតែ$10,000ពីនាងប្តីសម្លាញ់អូនឃើញក្រុមហ៊ុនមកឯងដូចកេងកម្លាំងបុគ្គលិកដល់ហើយមួយថ្ងៃថែមម៉ោងថែមមិនចេះចប់មិនចេះហើយសោះអូនឆ្នាំនេះបើបងធ្វើការតាមគម្រោងគេដាក់ឲ្យជោគជ័យចឹងឆ្នាំក្រោយគេនឹងដំឡើងប្រាក់ខែបងហើយនៅពេលនោះយើងនឹងមានលុយដើរលេងសប្បាយជាមួយនឹងគ្នាអត់មែនអីប្តីសម្លាញ់តែអូនឮគេថាមនុស្សខុសឲ្យតែមានលុយតែងតែប្រែចិត្តទាំងអស់ហ្នឹងចុះបងឯងវិញអូនក្នុងចិត្តបងទោះជាមានឬក៏ក្រក៏បងនៅតែស្រឡាញ់អូនមិនប្រែប្រួលអស់មួយជីវិតហើយបងស្រឡាញ់ប្រពន្ធបងតែម្នាក់គត់អត់មែនអីម៉ាត់ណាសុំតើអូនសម្លាញ់យប់មិញបងបានចូលរួមជាមួយនឹងអូនអត់អីទេបងសម្លាញ់បងហត់ហើយបងទៅសម្រាប់ចុះបាទអាឡូយ៉ាយ៉ាខ្ញុំព្រមសហការជាមួយនាងបែនបានចេញទៅខាងក្រៅហើយយ៉ាយ៉ាចាំផ្ញើឯកសារនិងរូបភាពដែលជាផុសតាងឲ្យខ្ញុំតាម Telegram ផងបានតើនាងមានកម្រងការអ្វីបន្តទៀតផ្ទះទាំងពីរជុំគឺសុទ្ធតែនៅក្រោមឈ្មោះរបស់ខ្ញុំចំណែកឯភាគហ៊ុនរបស់ក្រុមហ៊ុនទុកឲ្យខ្ញុំចាត់ការបន្តិចម្ដងរឿងភាគហ៊ុនខ្ញុំបានចាត់ការរួចរាល់ហើយអូនតើថ្ងៃអនាគតការរស់នៅរបស់អូនគិតយ៉ាងម៉េចដែរពួកយើងបានលែងគ្នារឿងខ្ញុំក៏គ្មានអីពាក់ព័ន្ធជាមួយនឹងលោកដែរបាទអញ្ចឹងរឿងអនុស្សាវរីយ៍របស់យើងទាំងពីរនេះអូនមកភ្លេចវិចារទៅនេះហើយកុំភ្លេចមើលថែខ្លួនផងលោកមិនបាច់នៅមុខខ្ញុំសម្ដែងទៀតទេលោកឥឡូវក៏គ្មានសល់អីដែរបារម្ភពីខ្លួនឯងទៅតោះយើងទៅយ៉ាយ៉ាហេតុអីបានជាខ្ញុំនៅតែពិបាកចិត្ត
រឿងវាបានហួសទៅហើយអញ្ចឹងកុំគិតច្រើនអីនាងត្រូវលើកទឹកចិត្តខ្លួនឯងហើយដើរទៅមុខបន្តទៀតនាងត្រូវគិតថាជីវិតមនុស្សយើងនៅវែងឆ្ងាយចឹងត្រូវតែគិតរឿងសប្បាយៗ យ៉ាយ៉ាខ្ញុំបានទិញផ្ទះនៅជិតមាត់ទន្លេហើយគឺជាទីតាំងដែលខ្ញុំចូលចិត្តជាងគេ ខ្ញុំក៏បានបដូរទៅទីតាំងដែលខ្ញុំពេញចិត្តដែរ ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តមែនតើតែខ្ញុំអាចបំភ្លេចរឿងអតីតកាលចោលទាំងអស់បាន ពិតជាល្អហើយអញ្ចឹង នាងសុខសប្បាយទេនាងយ៉ាងម៉េចហើយយ៉ាយ៉ានាងមានរឿងអីកើតឡើងមែនខ្ញុំទៅរកនាងណា សួស្តីអ្នកគ្រូពេទ្យខ្ញុំសូមរំខានអ្នកគ្រូតិចណាអ្នកជំងឺដែលគាត់ស្នាក់នៅបន្ទប់នេះពីមុនឈ្មោះយ៉ាយ៉ាមែនទេ ចាអ្នកជំងឺដែលគាត់ស្នាក់នៅទីនេះកាលពីមុនគឺគាត់ឈ្មោះបែន ឈ្មោះបានហេតុអីបានឈ្មោះបានអ្នកគ្រូច្រឡំតែដឹង សំទោសអ្នកនេះឈ្មោះលីលីមែនទេ ចាហេតុអីបានជាអ្នកគ្រូស្គាល់ខ្ញុំ ចាមុនពេលដែលលោកបែនគាត់ស្លាប់គាត់ក៏បានបន្សល់ទុកអីវ៉ាន់ខ្លះនៅទីនេះ អ្នកគ្រូថាម៉េចបានស្លាប់តែបាត់តែ អញ្ចឹងខ្ញុំអត់ទន់ទី បែនបានចេញទៅខាងក្រៅហើយយ៉ាយ៉ាចាំផ្ញើឯកសារនិងរូបភាពដែលជាផុសតាំងឲ្យខ្ញុំតាម Telegram ផង បាន តើនាងមានកម្រងការអ្វីបន្តទៀតទៅ យ៉ាយ៉ាហេតុអីបានជាខ្ញុំនៅតែពិបាកចិត្ត រឿងវាបានកន្លងហួសទៅហើយកុំគិតច្រើនអីនាងត្រូវលើកកម្លាំងចិត្តឲ្យខ្លួនឯងហើយដើរបន្តទៅមុខទៀតនាងត្រូវគិតថាជីវិតយើងនៅវែងឆ្ងាយអញ្ចឹងគឺគិតអីដែលសប្បាយៗទៅ